วิธีการได้มีประสิทธิภาพបំផុតនៅក្នុងការប្រឆាំងព័ត៌មានคล้ายៗគឺការផ្សព្វផ្សាយការពិតឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់កុំឲ្យព័ត៌មានคล้ายៗដឹកមុខយើងបើយើងនិយាយអំពីយន្តការដែលរាជរដ្ឋាភិបាលក៏ដូចជាក្រសួងព័ត៌មានបានដឹកនាំធ្វើនៅក្នុងការប្រឆាំងព័ត៌មានคล้ายៗទី1គឺយើងមានគណៈកម្មការអន្តរក្រសួងដែលមានក្រសួងព័ត៌មានក្រសួងមហាផ្ទៃនិងក្រសួងប្រៃសណីនិងទូរគមនាគមន៍បានធ្វើកិច្ចការងាររួមគ្នាដើម្បីគ្រប់គ្រងការផ្សព្វផ្សាយព័ត៌មានคล้ายៗហើយនៅពេលដែលមានព័ត៌មានคล้ายៗគឺយើងត្រូវចាត់វិធានការភ្លាមនៅក្នុងការធ្វើកិច្ចការងារចាត់វិធានការគឺក្រសួងព័ត៌មានក្រោមការសម្របសម្រួលដោយគណៈកម្មការអន្តរក្រសួងនិងគណៈកម្មការត្រួតពិនិត្យប្រឆាំងព័ត៌មានคล้ายៗនេះគឺធ្វើការតាក់ទងដោយផ្ទាល់ជាមួយនឹងក្រសួងស្ថាប័នឬក៏ទៅរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីធ្វើការឆ្លើយតបភ្លាមៗពីព្រោះថាវិធានការដែលមានប្រសិទ្ធភាពបំផុតនៅក្នុងការប្រឆាំងព័ត៌មានคล้ายៗគឺការផ្សព្វផ្សាយការពិតឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់កុំឲ្យព័ត៌មានคล้ายៗដឹកមុខយើងឬក៏កុំទុកឱកាសឲ្យព័ត៌មានคล้ายៗរីកផ្សាយភាយដែលធ្វើឲ្យប៉ះពាល់ទៅដល់ជំនឿទុកចិត្តនិងការយល់ច្រឡំរបស់ប្រជាពលរដ្ឋចឹងហើយបានជាវិធានការដែលមានប្រសិទ្ធភាពបំផុតប្រឆាំងទៅនឹងព័ត៌មានคล้ายៗគឺត្រូវតែការផ្សព្វផ្សាយព័ត៌មានពិតឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានហើយជាមួយគ្នានេះក៏យើងមានយន្តការនៅក្នុងការតាមដានជាប្រចាំដោយខ្ញុំបានបញ្ជាក់ពីដើមអញ្ចឹងនៅក្នុងជារៀងរាល់ថ្ងៃគណៈកម្មការប្រឆាំងព័ត៌មានคล้ายៗដែលមានក្រុមការងារតាមដានព័ត៌មានคล้ายៗដឹកនាំដោយលោកស្រីកញ្ញាឆនណាវីគឺយើងបានតាមដានជាមធ្យមយ៉ាងហោចណាស់ក៏ព័ត៌មានចន្លោះពី10ទៅ15ព័ត៌មានคล้ายៗនៅក្នុងមួយថ្ងៃដែលត្រូវបានកត់សម្គាល់ដែលតាក់ទងជាមួយនឹងបញ្ហាសំខាន់របស់ប្រទេសរបស់យើងបើសិនជាយើងនិយាយអំពីព័ត៌មានคล้ายៗទាំងអស់ផ្សេងទៀតអាចមានច្រើនជាងនេះក៏ប៉ុន្តែយើងផ្ដោតទៅលើព័ត៌មានคล้ายៗដែលពាក់ព័ន្ធជាមួយនឹងសន្តិសុខពាក់ព័ន្ធសណ្ដាប់ធ្នាប់ពាក់ព័ន្ធជំនឿទុកចិត្តនឹងការដឹកនាំទៅនឹងវិស័យផ្សេងឧទាហរណ៍ដូចផ្នែកសេដ្ឋកិច្ចកសិកម្មឬក៏ព័ត៌មានផ្សេងទៀតដែលជាអាយុជីវិតនិងរបស់ជាតិរបស់យើង